បាទសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូមួយពាក់ព័ន្ធជាមួយនឹងរបៀបចុះវត្តមានបាទអញ្ចឹងងាយស្រួលទេលោកគ្រូអ្នកគ្រូគាត់ធ្វើតាមវិធីដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះទៅយើងចុចយកវត្តមានហើយយើងចុចត្រី3ដើម្បីយើងលាក់ឲ្យបានផ្ទាំងធំហើយយើងចុចចេញវត្តមានទៅដោយសារនេះខ្ញុំបានចុចចុះវត្តមានរួចហើយអញ្ចឹងដល់ពេលដែលយើងចុចចេញអញ្ចឹងយើងត្រឹមម៉ោង 11:00 ឬម៉ោង 11 នាទីអីលោកគ្រូអ្នកគ្រូអាចចុចចេញបានបាទបើយើងចុចចេញមុនម៉ោងកម្មវិធីនឹងសួរមូលហេតុអញ្ចឹងនេះចុះបានជោគជ័យហើយគេនឹងគិតម៉ោងធ្វើការឲ្យយើងអញ្ចឹងម៉ោងបំពេញការងាររបស់ខ្ញុំគឺចូលម៉ោង 6:55 ហើយចេញម៉ោង 11 នាទីគឺបំពេញការងារបានចំនួន 4 ម៉ោង 6 នាទីបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូរបស់ខ្ញុំនេះតាំងពីដើមរហូតដល់ចប់អរគុណច្រើន